ពន្យល់ពាក្យកសិករកសិករស្ថិតក្នុងថ្នាក់ពាក្យនាមដែលមានន័យថាអ្នកធ្វើស្រែចម្ការម្ដងទៀតកសិករស្ថិតក្នុងថ្នាក់ពាក្យនាមដែលមានន័យថាអ្នកធ្វើស្រែចម្ការពន្យល់ពាក្យការគតិស្ថិតក្នុងថ្នាក់ពាក្យនាមដែលមានន័យថាឈ្មោះបទការពាក្យ4បទដំណើរក្អែកលោតម្ដងទៀតការគតិស្ថិតក្នុងថ្នាក់ពាក្យនាមដែលមានន័យថាឈ្មោះបទការពាក្យ4បទដំណើរក្អែកលោតពន្យល់ពាក្យកាយាស្ថិតក្នុងថ្នាក់ពាក្យនាមដែលមានន័យថារូបខ្លួនម្ដងទៀតកាយាស្ថិតក្នុងថ្នាក់ពាក្យនាមដែលមានន័យថារូបខ្លួនពន្យល់ពាក្យការសូត្រការសូត្រស្ថិតក្នុងថ្នាក់ពាក្យកិរិយាសព្ទដែលមានន័យថាមូលសរសៃសូត្រសរសៃអំបោះជាដើមដោយខ្នាម្ដងទៀតការសូត្រស្ថិតក្នុងថ្នាក់ពាក្យកិរិយាសព្ទដែលមានន័យថាមូលសរសៃសូត្រសរសៃអំបោះជាដើមដោយថ្នាសូមបងប្អូនទាំងអស់គ្នាជួយចុចជាវនិងចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូពន្យល់ពាក្យថ្មីៗ